តើនេះមានន័យដូចម្ដេចអ្នកគ្រប់គ្រងថ្មីនៃរោងល្ខោនបានក្រវីកណ្ដាស់មួយសន្លឹកទៅកាន់លោកស្រីមេកានៅក្នុងសម្បត្តិនោះបាននិយាយថាខ្ញុំទាមទារប្រាក់ចំនួន$2,000ក្នុងមួយខែរ៉ូស៊ីណាច្រៀងដូចកង្កែបខ្ញុំចង់ឮអានីច្រៀងរាល់យប់បើមិនដូច្នេះទេលោកស្រីមេកានិយាយទាំងភ័យវាជាខ្មោចខ្ញុំប្រាប់ក្មេងស្រីថាគាត់មិនមែនជាមនុស្សពិតទេប៉ុន្តែការពិតគឺថាខ្ញុំបានធ្វើការនៅទីនេះអស់រយៈពេល20ឆ្នាំមកហើយយើងតែងតែចោះចាញ់នឹងគាត់ប្រសិនបើយើងមិនធ្វើតាមគាត់ប្រាប់ទេគាត់នឹងបង្កបញ្ហាធំអ្នកគ្រប់គ្រងនិយាយខ្មោចអ្នកស្រីចង់មានន័យថាខ្មោចមែនទេភ្លាមនោះស្រាប់តែទ្វារត្រូវបានបើកឡើងហើយអ្នករៀបចំឆាកម្នាក់បានដើរចូលមកភីកូត្រូវបានគេលួចយកទៅបាត់ហើយភីកូគឺជាឆ្កែចិញ្ចឹមដ៏ជាទីស្រឡាញ់របស់អ្នកគ្រប់គ្រងបានសួរដោយសំឡេងសឹកសៀវថាភីកូរបស់ខ្ញុំតើវាបាត់ដោយរបៀបណាហើយអ្នកណាជាអ្នកលួចយកទៅខ្ញុំបានឮសំឡេងភីកូព្រុសហើយឃើញស្រមោលបុរសម្នាក់ពាក់អាវធំខ្មៅលោកស្រីមានការញ័រខ្លួនហើយនិយាយថាវាជាខ្មោចចងចាំសម្ដីរបស់ខ្ញុំអ្នកគ្រប់គ្រងបងប្រាក់ឲ្យលឿនបើមិនដូច្នោះទេមានរឿងអាក្រក់កើតឡើងមិនខានលោកម្ចាស់លួងកំពុងឈរក្បែរបន្ទប់ផ្លាស់សម្លៀកបំពាក់របស់អានីគាត់បានឮអំពីរឿងខ្មោចហើយមានការព្រួយបារម្ភអំពីនាងជាពិសេសបន្ទាប់ពីបានឮសំឡេងចម្លែកនៅក្នុងបន្ទប់របស់នាងកាលពីសប្តាហ៍មុនលោកម្ចាស់លួងអានីភ្ញាក់ផ្អើលសើតែជ្រុលខ្លួនបុកនឹងលោកម្ចាស់លួងពេលនាងចេញពីបន្ទប់នាងមើលជុំវិញដោយភ័យខ្លាចហើយបិទបាំងដោយមិនឲ្យលោកម្ចាស់លួងមើលទៅក្នុងបន្ទប់របស់នាងតើលោកម្ចាស់មានការអ្វីមែនទេនាងសួរដោយញញឹមយ៉ាងស្រស់ខ្ញុំគ្រាន់តែចង់ឲ្យប្រកាសថាអ្នកនាងសុខសប្បាយជាទេបន្ទាប់ពីដួលសន្លប់កាលពីសប្តាហ៍មុនលោកម្ចាស់លួងឈប់មួយសន្ទុះពេលឮសំឡេងចម្លែកដដែលនោះចេញពីបន្ទប់របស់អានីអ្នកណាហ្នឹងលោកម្ចាស់លួងស្រែកសួរអូគ្មានអ្នកណាទេអានីនិយាយដោយសំឡេងញ័រខ្ញុំសុខសប្បាយជាទេអរគុណប៉ុន្តែខ្ញុំត្រូវទៅហើយនាងក៏បិទទ្វារនៅចំពោះមុខលោកម្ចាស់លួងមានការងឿងឆ្ងល់ជាខ្លាំងដូច្នេះគាត់បានលាក់ខ្លួននៅពីក្រោយសម្លៀកបំពាក់មួយចំនួនហើយសម្រេចចិត្តរងចាំបន្ទាប់ពី3នាទីក្រោយមកអានីបានចេញពីបន្ទប់ហើយពាក់អាវធំមានមួកនាងបានប្រញាប់ចុះតាមច្រករបៀងហើយចេញពីរោងល្ខោនបាត់ទៅយើងនឹងជួបគ្នាភាគបន្តនៅវីដេអូក្រោយទៀតបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង subscribe វីដេអូខ្ញុំម្នាក់មួយផងអរគុណច្រើន